សូមគោរពជំរាបសួរក៏ដូចជាសួស្តីដល់បងប្អូនប្រិមិត្តអ្នកទស្សនាទាំងអស់គ្នាជាទីគោរពសូមស្វាគមន៍មកកាន់ Channel Entertainment កំសាន្តអារម្មណ៍ក៏ដូចជា Channel Sky 226ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងមួយយកមកចែកជូនដល់បងប្អូនទាំងអស់គ្នាសន្តាប់សាច់រឿងរបស់យើងចាប់ផ្ដើមចេញពីនៅទីជនបទដែលមានសន្តិភាពលោកដាជាកសិករដែលមានចិត្តល្អនិងស្មោះត្រង់រស់នៅក្នុងជីវភាពសាមញ្ញពេលវេលារបស់គាត់ពោពេញដោយទំនោរទៅរកវាលស្រែពណ៌មាសនិងការថែទាំសត្វរបស់គាត់ទោះបីជាគាត់ស្រឡាញ់ផ្ទះរបស់គាត់ក៏ដោយដាតែងមានសុបិនចង់ផ្លាស់ទៅរស់នៅទីក្រុងដើម្បីរកឱកាសការងារល្អជាងនេះនិងដើម្បីបំពេញមហិច្ឆតារបស់គាត់ដាបានឈានជើងចូលទីក្រុងជាលើកដំបូងដែលទាក់ទាញដោយអគារខ្ពស់ផ្ទាំងប៉ាណូនិងផ្លូវដ៏មមាញឹកទីក្រុងនេះមានសម្លេងអ៊ូអរខ្លាំងណាស់មានពណ៌ស្រស់បំព្រឹងនិងគួរជាទីពេញចិត្តសម្រាប់អ្នកដែលធំដឹងក្តីនៅទីជនបទដ៏សុខសាន្តមួយញ៉ាត់នេះដាកដាប់វលីរបស់គាត់យ៉ាងតឹងមានអារម្មណ៍រំភើបនិងភ័យជីវិតនៅក្នុងទីក្រុងបង្ហាញថាមានភាពលំបាកសម្រាប់គាត់ព្រោះគាត់មិនមានអ្នកស្គាល់នៅទីនោះដាតស៊ូស្វែងរកការងារនិងមានអារម្មណ៍ថាបាត់បង់ទំនុកចិត្តនៅក្នុងបរិយាកាសបែបនេះគាត់ចាប់ផ្ដើមមានចិត្តនឹកផ្ទះយ៉ាងខ្លាំងទោះជាយ៉ាងណាក៏ដោយភាពស្មោះត្រង់និងការតស៊ូរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកលក់តាមដងផ្លូវដែលមានចិត្តសប្បុរសដែលអោនដល់ការឲ្យគាត់ធ្វើការនិងរៀនពីការតស៊ូជីវិតនៅក្នុងទីក្រុងជាមួយនឹងការតាំងចិត្តនិងការខិតខំប្រឹងប្រែងដាចាប់ផ្ដើមរីកចម្រើននៅក្នុងទីក្រុងមួយនេះគាត់សន្សំប្រាក់បានមួយចំនួននិងចាប់ផ្ដើមបើកអាជីវកម្មតូចរបស់គាត់លក់ផលិតផលស្រស់ៗភាពស្មោះត្រង់និងផលិតផលមានគុណភាពនៅតាមជនបទរបស់គាត់ទទួលបានទំនុកចិត្តពីអ្នករួមនៅទីក្រុងយ៉ាងខ្លាំងនិងភ្លាមនោះតូបរបស់គាត់ក៏ក្លាយជាកន្លែងដែលពេញនិយមមួយនៅខឿនសង្កាត់ផងដែរប៉ុន្មានឆ្នាំក្រោយមកដាបានឈរនៅលើដំបូលផ្ទះល្វៀងរបស់គាត់មើលឃើញពន្លឺទីក្រុងដ៏រស់រវើយគាត់កាន់សម្បត្តិមួយច្បាប់ពីគ្រួសារត្រឡប់ទៅជនបទវិញដោយអរគុណចំពោះការគាំទ្ររបស់គាត់ដាមានអារម្មណ៍និងមោទនភាពណាស់ចំពោះដំណើរជីវិតរបស់គាត់ប៉ុន្តែគាត់នៅតែបន្ថាបខ្ទុំនិងស្មោះត្រង់ចំពោះឫសគល់របស់គាត់ដោយដឹងថាភាពស្មោះត្រង់និងការខិតខំធ្វើឲ្យមានភាពខុសគ្នាទាំងអស់